រស់ដើម្បីក្តីសង្ឃឹមមានន័យថារស់នៅមានគោលដៅច្បាស់លាស់រស់មានប្រយោជន៍ចំពោះខ្លួនឯងគ្រួសារនិងសង្គមជាតិដោយស្វែងរកចំណេះវិជ្ជាខិតខំកសាងខ្លួនឲ្យរួចផុតពីភាពល្ងង់ខ្លៅនិងអវិជ្ជាភាពច្បាស់លាស់ភាពស្មោះត្រង់និងអារម្មណ៍ខ្លួនឯងចិត្តកំពុងត្រូវការអ្វីរាងកាយទាមទារអ្វីខ្លួនអ្នកចង់បានអ្វីកាន់តែស្គាល់កាន់តែច្បាស់លាស់ជាមួយអារម្មណ៍ខ្លួនឯងវានឹងធ្វើឲ្យអ្នកសម្រេចចិត្តបានលឿនជ្រើសរើសបានកាន់តែល្អជាពិសេសវានឹងធ្វើឲ្យអ្នកកាន់តែមិនស្ទាក់ស្ទើរនិងមិនស្ដាយក្រោយក្នុងជីវិតដែលត្រូវឲ្យអ្នកធ្វើការសម្រេចចិត្តគ្រប់ពេលវេលាមនុស្សខ្វះខាតពេកនឹងត្រូវគេមើលស្រាលស្មោះត្រង់ពេកងាយនឹងត្រូវគេធ្វើបាបហើយចិត្តល្អពេកងាយនឹងត្រូវគេកេងចំណេញនេះជាការពិតនៃជីវិតកុំពេកទៅមិនសូវរងគ្រោះមនុស្សល្អ5យ៉ាងគឺចិត្តល្អមិនកំណាញ់មានទំនួលខុសត្រូវខ្ពស់ចិត្តទូលាយមិនចង្អៀតចង្អល់ចិត្តត្រជាក់មិនឆាប់ខឹងឆេវឆាវចិត្តភក្តីមានភាពស្មោះត្រង់របៀបធ្វើឲ្យខ្លួនយើងមានតម្លៃ 1. ឈប់សុំអង្វរអ្នកដទៃ 2. ឈប់និយាយច្រើនបើមិនចាំបាច់ 3. វិនិយោគលើខ្លួនឯងធ្វើអ្វីដែលខ្លួនឯងពេញចិត្ត 4. ឈប់ទៅរកមនុស្សដែលទុកអ្នកមិនសំខាន់ 5. បើគេមិនគោរពអ្នកត្រូវប្រឈមមុខជាមួយគេភ្លាម 6. កាត់បន្ថយការជួបជុំជាមួយមនុស្សដែលអ្នកមានតែទៅតែអត់មានមក 7. គិតសិនមុននឹងនិយាយ 80% នៃតម្លៃគឺបានមកពីការនិយាយរបស់អ្នក